គ្រាន់តែអាចឃើញមុខព្រះអង្គម្ចាស់នឹងក៏ពិបាកណាស់ទៅហើយទម្រាំអាចរាប់មិត្តជាមួយទ្រង់ទៀតជាវនៅក្មេងណាស់តើគេអាចជួយយើងបានមែនឬថ្ងៃបន្ទាប់សៀងហ្វាងជាវពួកយើងមកដំណាក់ដំរីធ្វើអីទៅជាការប៉ັດណាស់វាគឺដោយសារតែបងប្រុសព្រះអង្គម្ចាស់នឹងមកដំណាក់ដំរីដើម្បីមើលដំរីនៅថ្ងៃនេះប៉ុន្តែទ្រង់ស្រាប់តែសំណាងអាក្រក់មកជួបនឹងដំរីកាយសាហាវដែលធ្វើឲ្យទ្រង់របួសស្ទើរស្លាប់ហ្វាំងឆាយវីបានជួយសង្គ្រោះជីវិតរបស់ទ្រង់ដោយល្បិចដ៏ឆ្លាតវៃហើយព្រះអង្គម្ចាស់ក៏បានលងស្រឡាញ់នាងតាំងពីដំបូងនៅពេលនគរឈូខាងលិចស្ថិតក្នុងភាពវឹកវរបងប្រុសព្រះអង្គម្ចាស់ថែមទាំងប្រថុយជីវិតដើម្បីការពារហ្វាំងឆាយវីប៉ុន្តែនាងមិនបានស្រឡាញ់ទ្រង់ទាល់តែសោះបងទី11ឮមកថាដំរីនៅទីនោះសាហាវណាស់បើសិនជាមានគេរបួសដោយសារដំរីនោះតើបងនឹងជួយគេដែរទេត្រូវតែជួយក្លែងប្រាប់ពីអ្នកយើងស្រីម្នាក់មកធ្វើអីនៅដំណាក់នេះព្រះអង្គម្ចាស់ចិត្តយាងមកដល់ហើយស្វាគមន៍ព្រះអង្គម្ចាស់ថ្ងៃនេះយើងមកល្បាតដំរីដើម្បីធានាថានឹងមិនមានបញ្ហាជាមួយនឹងដំរីនីមួយរហូតដល់ថ្ងៃដែលប្រើវាដើម្បីបង្ហាញឥទ្ធិពលរបស់នគរឈូហេហើយដំរីមួយក្បាលនោះមានបញ្ហាអីព្រះអង្គម្ចាស់ប្រថាប់នៅឲ្យឆ្ងាយទៅមើលទៅដំរីមួយក្បាលនេះកំពុងតែខឹងអាចនឹងធ្វើឲ្យទ្រង់មានរបួសបានហេងាកមកនេះមកស៊ីផ្លែឈើដែលឯងជួយចិត្តនេះទៅបងទី10បងទី11ស៊ូឡើងអូទី11ណែមើលនេះហេកន្ត្រកផ្លែឈើឡើងប៉ុណ្ណានៃចង់ពិសាយទៅទីបំផុតមានសុវត្ថិភាពហើយប៉ុន្តែដំរីនេះមានកម្លាំងខ្លាំងណាស់តើពីមុនហ្វឹងឆាយវីបានជួយព្រះអង្គម្ចាស់ដោយរបៀបណាឬក៏នាងគ្រាន់តែឈរនៅម្ខាងទៀតសម្លឹងមើលភ្លើងឆេះសម្រាប់បងប្រុសរីទីយីតជួបស្រីខ្លាញ់ធ្វើប្រុសជួយការពារជាតិពីសត្រូវយូវ៉ាន់ជាអ្នកនាងវ័យក្មេងនៃគ្រួសារយូដែលត្រូវបានសត្រូវចាប់បាននិងត្រូវគេជិះជាន់ដោយសារការមិនប្រព្រឹត្តប្រទែរបស់នាងនិងជាគូដ៏ស័ក្តិសមបំផុតសម្រាប់បងប្រុសរីទីយីតខ្ញុំត្រូវតែជួយបងប្រុសនិងបងរីទីយីតរកស្នេហ៍ពិតហាបងទី11យ៉ាងម៉េចហើយគេរីទីជាតិរីទីយកគ្រាន់តែត្រូវស្នាមរបួសលើក្បាលបន្តិចប៉ុណ្ណោះមិនយូរនឹងសះស្បើយវិញហើយឆេងជីងឯងភ្ញាក់ហើយបើមានរឿងអីកើតឡើងចំពោះឯងឲ្យយើងបញ្យល់ប្រាប់បិតាឯងដោយរបៀបណាសូមព្រះរាជទានតោបុត្រម្នាក់នេះធ្វើឲ្យបិតាព្រួយបារម្ភហើយបិតាបុត្រអាចរកបានក៏ដោយសារតែម្ចាស់ប្អូនទី11ដូចគ្នាតើពេលនេះម្ចាស់ប្អូនទី11យ៉ាងម៉េចហើយទី11ចឹងមិនមែនជាព្រះនាងអានយ៉ាងដែលបានជួយឯងទេពួកអ្នកបម្រើនៅដំណាក់ដំរីប្រាប់យើងថាចឹងនេះច្បាស់ជាមានការយល់ច្រឡំហើយអ្នកបម្រើនៅក្នុងដំណាក់ដំរីទាំងអស់សុទ្ធតែឃើញថាព្រះនាងអានយ៉ាងជាអ្នកចូលត្រង់បិតាពួកគេនិយាយតែផ្ដាស់តែព្រះអង្គគឺពិតជាព្រះនាងអានយ៉ាងមែនដែលបានជួយព្រះរីទីយាតព្រះនាងអានយ៉ាងជួយសង្គ្រោះព្រះរីទីយាតគឺពិតជាមានគុណសម្បត្តិធំធេងណាស់សូមព្រះអង្គប្រទានរង្វាន់ដល់ទ្រង់ផងពួកអ្នកបម្រើថ្នាក់ទាបពួកឯងហ៊ានចោទប្រកាន់ថារីទីយាតហ៊ានគ្រោះយើងផងឬអ្នកជួយសង្គ្រោះឆេងយីងមិនទាន់ដឹងច្បាស់ផងបែរជាហ៊ានទាររង្វាន់បាត់ទៅហើយចាំមើលចោះព្រះអង្គមានរឿងមិនល្អកើតឡើងនៅដំណាក់ឈៀងស៊ូជូហើយព្រះអង្គម្ចាស់ទី18ទ្រង់ដួលសម្លាប់ហើយ